បន្ទាប់ពីបានលេបសាច់នៀកមួយដុំធំនៅក្នុងមាត់និងបានផឹកឈាមនៀកមួយម៉ាត់យន្តឈើគឺវាបានក្រោកឈរឡើងហើយគាត់ក៏បានកាត់សាច់នៀកពីរដុំស្មើគ្នានៅក្នុងដៃរួចក៏បានដើរចូលទៅក្នុងរបាំងយឺតៗរហូតទៅដល់គាត់គឺបានទៅដល់ពីមុខអរិយគាត់បានឈរមួយជំហានពីអរិយគាត់វាអាចរត់គេចខ្លួនបាននៅពេលណាក៏បានអំពីការវិបហាដែលជាការគំរាមកំហែងមកដល់អាយុជីវិតរបស់គាត់បន្ទាប់ពីបានស៊ីសាច់នៀករួចខ្ញុំគឺវាបានដឹងថាសាច់របស់សត្វដទៃទៀតគឺមិនអាចប្រៀបផ្ទឹមបានទៅនឹងរសជាតិរបស់សាច់នៀកបានឡើយទោះជាយ៉ាងណាក៏ដោយការញ៉ាំវាតែម្នាក់ឯងគឺវាគួរទន់ទ្រាន់ណាស់ព្រាមច្បងតើលោកគឺវាចង់ញ៉ាំដែរទេយន្តឈើគឺវាបានយកសាច់នៀកមួយដុំធំហើយប្រគល់នៅចំពោះមុខអរិយគឺវាបានងាកក្បាលមកហើយនិយាយដោយសម្លេងបង្ងើយកន្តើយថាតើអ្នកវាអាណិតខ្ញុំមែនទេវាមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចរស់រានមានជីវិតរវាងខ្ញុំហើយនឹងអ្នកដើម្បីនៅចិត្តខ្ញុំយ៉ាងនេះតើអ្នកមិនខ្លាចខ្ញុំព្យាយាមសម្លាប់អ្នកភ្លាមទេឬរាងកាយទាំងមូលរបស់យន្តឈើគឺវាគ្មានការការពារអំពីកម្លាំងដ៏ជ្រាលជ្រៅរបស់គាត់ទាល់តែសោះហើយទឹកមុខរបស់គាត់គឺវាគ្មានការប្រុងប្រយ័ត្នដែរនៅពេលដែលគាត់គឺបាននិយាយដោយស្នាមញញឹមថាបើទោះបីជាគ្មានពេលណាដែលខ្ញុំនឹងមិនចង់សម្លាប់អ្នកក៏ដោយក៏មូលហេតុដែលខ្ញុំមិនចង់សម្លាប់អ្នកគឺវាគ្រាន់តែដើម្បីរស់រានមានជីវិតនិងសេរីភាពរបស់ខ្ញុំតែប៉ុណ្ណោះមិនមែនដោយសារតែខ្ញុំវាអន់ចិត្តឬក៏វាស្អប់អ្នកនោះទេផ្ទុយទៅវិញខ្ញុំប្រកាសណាស់ថាអ្នកគឺមិនមែនជាមនុស្សអាក្រក់ទេហើយវាថែមទាំងជាមនុស្សល្អទៀតផងបើអ្នកវាគិតថាខ្ញុំវាអាណិតអ្នកនោះក៏ជាការពិតដែរវាលើកលែងតែការអាណិតបែបនេះគឺជារឿងមួយដែលខ្ញុំវាចង់មានចំពោះជនរងគ្រោះដូចគ្នាចំពោះស្ថានភាពរបស់យើងតើយើងវាខុសគ្នាយ៉ាងដូចម្ដេចវាគ្រាន់តែជាការរឹតបន្តឹងទៅលើអ្នកគឺវាច្រើនជាងខ្ញុំតែប៉ុណ្ណោះទឹកមុខរបស់អរិយគឺវាបានផ្លាស់ប្ដូរនៅពេលដែលគាត់គឺបានសម្លឹងមើលមកកាន់យន្តឈើយ៉ាងយកចិត្តទុកដាក់មួយសន្ទុះបន្ទាប់មកក៏វាស្រាប់តែចាប់ផ្ដើមញញឹមហើយវាបានសើចល្អវាពិតជាអ្នករងគ្រោះដូចគ្នាមែនបើដូច្នោះខ្ញុំនឹងទទួលយកការអាណិតរបស់អ្នកនៅពេលដែលគាត់គឺបាននិយាយចប់គាត់គឺវាចាប់កាន់សាច់នៀកនៅក្នុងដៃយន្តឈើដែលបានដាក់នៅនឹងមាត់រួចក៏បានខំវាយ៉ាងសាហាវបើទោះបីជាវាគ្មានប្រេងឬអំបិលក៏ដោយសម្រាប់អរិយដែលមិនបានស៊ីអ្វីអស់រយៈពេលជាង100ឆ្នាំនេះវាគ្មានអ្វីក្រៅពីអាហារដ៏ឈ្ងុយឆ្ងាញ់ដែលបានមកពីស្ថានសួគ៌នោះទេនៅពេលដែលសាច់នៀកគឺវាបានចូលទៅកាន់មាត់របស់គាត់វាគឺមិនអាចបញ្ឈប់បានទេអំពីការស៊ីយ៉ាងសាហាវនិងការខំយ៉ាងសាហាវដូចគ្នាវាដូចជាកំពុងតែបានលាបត្របាក់អាហាររបស់វាយ៉ាងឈ្ងុយឆ្ងាញ់មិនបានធ្វើឲ្យយន្តឈើគឺវាស្រែកឃ្លានរហូតមកដល់ស្លាប់នោះទេយន្តឈើគឺបានញញឹមស្រាលហើយក៏វាចាប់កាន់សាច់នៀករបស់ខ្លួននឹងវាបានខំស៊ីវាយ៉ាងឈ្ងុយឆ្ងាញ់ដូចជាអរិយក្នុងមួយប្រព្រឹត្តភ្នែកសាច់នៀកដ៏ធំមួយនៅក្នុងដៃរបស់អរិយគឺវាត្រូវបានបាត់យ៉ាងស្អាតហើយក៏វាអាចចូលទៅក្នុងពោះរបស់វាការដែលអាចនៅទៅទេពេញ100ឆ្នាំគឺវាធ្វើឲ្យមុខរបស់អរិយគឺវាបានស្លេកដូចជាដុំថ្មមើលទៅវាបានក្រហមបន្តិចវាបានលិតម្រាមដៃទាំង5ហើយវាចាប់ផ្ដើមសើចខ្លាំងថាឆ្ងាញ់ណាស់វាពិតជាវាឆ្ងាញ់មែនខ្ញុំមិនធ្លាប់ញ៉ាំអាហារដ៏ឈ្ងុយឆ្ងាញ់បែបនេះនៅក្នុងជីវិតរបស់ខ្ញុំនោះទេប្អូនប្រុសតូចខ្ញុំយន្តកាងមិនដែលជំពាក់អ្នកណាម្នាក់នៅក្នុងជីវិតរបស់ខ្ញុំទេបើទោះបីជាអ្នកគ្រាន់តែឲ្យអាហារមកឲ្យខ្ញុំក៏ដោយវានៅតែជាគុណដ៏ធំធេងមួយសេចក្តីសប្បុរសរបស់អ្នកខ្ញុំនឹងចងចាំវាតែជាអកុសលនេះវាគ្រាន់តែជាសាច់តែប៉ុណ្ណោះហើយវាគ្មានស្រានោះទេបើមិនដូច្នោះទេដោយអ្នករក្សាមុខរបស់ខ្ញុំហើយវាជឿថាខ្ញុំមិនមែនជាមនុស្សអាក្រក់នោះទេខ្ញុំវាគួរតែបានផឹកមួយពេងធំជាមួយនឹងអ្នករៀមច្បងត្រកូលរបស់អ្នកគឺជាត្រកូលយន្តដែរឬអរិយគឺវាបានបើកភ្នែកធំឯងនិយាយអ្វីនាមត្រកូលឯងក៏វាឈ្មោះយន្តដែរឬបើសំបីតែបន្ទាប់ពីវាត្រូវបានចាក់សោនៅទីនេះអស់រយៈពេលកន្លះឆ្នាំក៏ដោយឯងគឺជាក្មេងតូចម្នាក់គឺមិនបានប្រាប់ខ្ញុំអំពីនាមត្រកូលនោះទេបន្ទាប់ពីបានធ្វើរឿងទាំងអស់នេះមើលទៅវាដូចជាយើងដែលបានមកអំពីត្រកូលតែមួយដោយមិននឹកស្មានដល់នៅពេលដែលគាត់គឺមិនបានចាត់ទុកអរិយជាសត្រូវស្លាប់រស់ដែលគាត់វាត្រូវតែសម្លាប់មិនត្រឹមតែធម្មពលអរិយមិនធ្វើឲ្យគាត់វាស្អប់ពើមប៉ុណ្ណោះទេឬការភ័យខ្លាចប៉ុណ្ណោះទេវាថែមទាំងមានអារម្មណ៍ថាវាដូចជាស្និទ្ធស្នាលទៀតផងយន្តឈើគឺបានញញឹមយ៉ាងសទន់ហើយនិយាយថានាមត្រកូលរបស់ខ្ញុំគឺត្រកូលយន្តហើយឈ្មោះរបស់ខ្ញុំគឺជាឈើយន្តឈើគឺមានសេរីភាពដូចជាពពកនិងទឹកដ៏ថ្លាវាគឺជាឈ្មោះមួយដ៏ល្អមើលទៅវាដូចជាពេលដែលឪពុកម្ដាយរបស់អ្នកវាបានដាក់ឈ្មោះឲ្យអ្នកគាត់ប្រាថ្នាឲ្យអ្នកវារស់នៅដោយគ្មានកង្វល់និងមិនជាប់ជំពាក់នៅក្នុងពិភពធម្មតានេះទេប៉ុន្តែជាអកុសលដោយសារតែអ្នកគឺជាក្មេងដ៏អាក្រក់ម្នាក់អ្នកពិតជាមិនមានវាសនាคล้ายទៅជាសត្វមួយនៅក្នុងស្រះនោះទេខ្ញុំវាខ្លាចថាឪពុកម្ដាយរបស់អ្នកនឹងវាខកចិត្តខ្លាំងណាស់យន្តឈើគឺបានសម្លឹងមើលទៅកាន់ភាពទទេស្អាតដោយការខកចិត្តនៅក្នុងចិត្តរបស់គាត់នៅក្នុងទ្វីបពពកពគីវគ្រូរបស់គាត់គឺបានដាក់ឈ្មោះឲ្យគាត់ថាយន្តឈើនៅកាលពីជីវិតមុនដោយសារតែគាត់គឺវាចង់ឲ្យយន្តឈើរស់នៅដោយគ្មានកង្វល់ដោយមានវាសនាថ្លាដូចជាទឹកនិងមិនចូលរួមនៅក្នុងចំនួនណាមួយនៅក្នុងលោកទោះជាយ៉ាងណាក៏ដោយនៅទីបញ្ចប់
ជីវិតរបស់គាត់គឺវាត្រូវបានផ្លាស់ប្ដូរយ៉ាងធំដែលវាពោពេញទៅដោយការស្អប់គាត់បានសម្លាប់មនុស្សរាប់មិនអស់នៅក្នុងទ្វីបមេឃដ៏ជ្រាលជ្រៅឪពុកម្ដាយបង្កើតរបស់គាត់វាគួរតែមានបំណងប្រាថ្នាដូចគ្នាទៅនឹងគ្រូរបស់គាត់ដែរយន្តឈើគឺវាបានមើលទៅកាន់ចានដែលវាបានត្រង់ឈាមនាគដ៏ធំមួយនិងបានចាក់ឈាមនាគពាក់កណ្ដាលចូលទៅក្នុងចានមួយទៀតរួចក៏បានដាក់នៅចំពោះមុខអារក្សរួចនិយាយថាអ្នកចាស់ទុំអ្នកនិងខ្ញុំវាត្រូវបានផ្សារភ្ជាប់នៅទីនេះជាមួយនឹងគ្នាហើយតាំងពីអ្នកទាំងពីរវាត្រូវបានគេហៅថាជានាមតកោយន្តគឺពិតជាវាសនាដ៏អស្ចារ្យមួយដើម្បីជាប្រយោជន៍ក៏ដូចជាទុក្ខវេទនាជាមួយគ្នានិងវាសនាស្តៀងគ្នាផងដែរដែលអនុញ្ញាតឲ្យយើងយល់ចិត្តគ្នាទៅវិញទៅមកហើយវាគួរតែបានផឹកមួយចានបាទទោះបីជាយើងគឺមិនមានស្រាដ៏ឈ្ងុយឆ្ងាញ់ក៏ដោយយើងក៏មានឈាមនាគដែលវារសជាតិរបស់វាគឺមិនអន់ជាងស្រាដែលខ្លាំងបំផុតនោះទេខ្ញុំនឹងចាត់ទុកឈាមនាគនេះគឺដូចជាស្រាហើយនឹងលើកមួយកែវជូនអ្នកចាស់ទុំខ្ញុំសង្ឃឹមថាបន្ទាប់ពីយើងនឹងផឹកស្រាឈាមនាគនេះនៅពេលដែលថ្ងៃដែលខ្ញុំមិនត្រូវបានសម្លាប់អ្នកចាស់ទុំមកដល់អ្នកចាស់ទុំនឹងមិនអន់ចិត្តនឹងខ្ញុំនៅលើផ្លូវរបស់គាត់ទៅកាន់ឋាននរកនោះឡើយអារក្សគឺវាបានកាន់យកចានឈាមនេះហើយក៏បានបើកភ្នែកសម្លឹងមកមើលយន្តឈើភ្លាមៗនោះភ្នែករបស់គាត់ហាក់ដូចជាវាមានអ្វីមួយនៅពីខាងក្នុងអ្នកនិងខ្ញុំគឺមិនមែនជាគូសារតែមួយទេដូច្នេះយើងគឺមិនចាំបាច់បែងចែករវាងឋានៈខ្ពស់នោះទេប្រសិនបើយើងកំពុងតែបានផឹកស្រាឈាមនេះវាគួរតែជាខ្ញុំដែលបានលើកពេងស្រាជូនអ្នកប្រសិនបើអ្នកវាចង់លើកពេងស្រាជូនខ្ញុំនោះអ្នកត្រូវតែទទួលស្គាល់ខ្ញុំធ្វើជាគ្រូរបស់អ្នកឥឡូវនេះយន្តឈើគឺបានបើកភ្នែកធំធំហើយមាត់របស់គាត់គឺបានបើកចំហវាដូចជាគាត់គឺមិនបានត្រៀមខ្លួនទុកជាមុនបើទោះបីជាវាគ្មានអ្វីរវាងអ្នកទាំងពីរក៏ដោយបើនិយាយឲ្យវាត្រង់ទៅអ្នកទាំងពីរនេះគឺស្ថិតនៅក្នុងស្ថានភាពតែមួយដែលវាមានតែម្នាក់គត់ដែលអាចរស់រានមានជីវិតបានការដែលយន្តឈើចែករំលែកសាច់នេះទៅឲ្យគាត់ដោយស្ម័គ្រចិត្តគឺជាសភាវគតិរបស់គាត់ទុចានវាអាចបង្កឲ្យវាមានស្ថានភាពបែបនេះទេទោះបីជាអរិយវាបានដឹងអំពីគុណក៏ដោយតើជំហាននេះគឺមិនធំពេកទេឬដែលអាចទទួលស្គាល់គាត់ធ្វើជាគ្រូតើគាត់វាចង់បង្រៀនអ្វីតើគាត់វាចង់បង្រៀនខ្ញុំអំពីរបៀបដែលអាចសម្លាប់គាត់មែនទេនេះពិតជារឿងវាតូចតាចណាស់រងចាំមួយផ្លែតតើគាត់វាពិតជាហេតើអ្នកវាចង់គិតអ្វីមែនទេទឹកមុខរបស់អារក្សវាដូចជាមានការប្រុងប្រយ័ត្នពេញមួយជីវិតរបស់ខ្ញុំក្រៅអំពីការណែនាំកូនប្រុសរបស់ខ្ញុំតាំងពីគាត់ពីនៅក្មេងខ្ញុំគឺមិនដែលបានទទួលសាសនាម្នាក់ជាផ្លូវការនោះទេអ្នកគឺជាមនុស្សអស្ចារ្យម្នាក់ដែលវាមានសក្តានុពលដែលមិនអាចបោះវែងបានប៉ុន្តែជាមួយនឹងអំណាចរបស់ខ្ញុំវាអាចលើសអំពីការគ្រប់គ្រាន់ដើម្បីធ្វើជាគ្រូរបស់អ្នកនៅក្នុងអាណាចក្រអារក្សបំផន់មនុស្សជាច្រើនគឺចង់ទទួលស្គាល់ខ្ញុំធ្វើជាគ្រូប៉ុន្តែវាត្រូវបានបដិសេធនៅមុខទ្វារផ្ទះរបស់ខ្ញុំនឹងឲ្យដូចម្លេះដែរអញ្ចឹងនៅក្នុងអាណាចក្រខាងលើបើម្លេះស្អីទៅខ្ញុំត្រូវការកូនសាចយម៉ាយម្ដងជួងងាប់ដោយសារតែតំបន់ដើរស្ថានសួគ៌ដ៏មានអានុភាពគឺវាបានដាក់ទៅលើអារក្សនេះវាមិនអាចសម័យបានទេថាគាត់គឺជាមនុស្សដ៏គួរឲ្យខ្លាចប៉ុណ្ណានៅក្នុងអាណាចក្របិសាចបំផន់យន្តឈើគឺមិនបានសង្ស័យពាក្យសម្ដីរបស់គាត់តតែសោះហើយប្រសិនបើគាត់វាអាចទទួលស្គាល់គាត់ធ្វើជាគ្រូគឺវាខ្លាំងណាស់ដែលវាអាចបង្ហាញអំពីអំណាចនៅក្នុងអាណាចក្រអធិរាជគណៈពេលដែលវាត្រូវបានផ្សារភ្ជាប់នៅក្រោមទម្រង់នេះធ្វើជាគ្រូរបស់គាត់សម្រាប់អ្នកអនុវត្តដ៏ជ្រាលជ្រៅវ័យក្មេងម្នាក់នេះគឺជាការតាក់ទាញដែលមិនអាចទប់ទល់បាននិងជាការភ្ញាក់ផ្អើលនិងភាពរីករាយវាដូចគ្នាសម្រាប់យន្តឈើប៉ុន្តែអកុសលគាត់គឺវាមានគ្រូមួយរួចទៅហើយដែលវានៅពីលើគាត់មកដល់កម្រិតនេះប្រសិនបើគាត់ទទួលស្គាល់គ្រូម្នាក់ទៀតនៅចំពោះមុខនាងនោះផលវិបាកគឺវាធ្ងន់ធ្ងរខ្លាំងណាស់ដោយមិនសង្ស័យនោះទេអត់ទេមិនមែនទាំងស្រុងនោះទេយន្តឈើគឺបានកវីដៃរួចនិយាយដល់ស្មោះត្រង់ថាអ្នកចាស់ទុំគឺដែលអាចមានអំណាចខ្លាំងគណៈពេលដែលស្ថិតនៅក្នុងទម្រង់នៃការបង្កើតនៃការបង្ក្រាបព្រលឹងដ៏មានអនុភាពអំពីស្ថានសួគ៌នោះកម្លាំងពិតប្រាកដរបស់អ្នកចាស់ទុំគឺស្ថិតនៅក្នុងកម្រិតមួយដែលខ្ញុំវាគ្មានវិធីទៅដល់តទៅសោះការដែលអាចទទួលស្គាល់អ្នកជំនាញដូចជាអ្នកចាស់ទុំធ្វើជាគ្រូរបស់ខ្ញុំគឺជាកិត្តិយសហើយវាមិនមែនដោយសារតែខ្ញុំមិនព្រមនោះទេលើកលែងតែខ្ញុំគឺវាមានម្ចាស់រួចទៅហើយប្រសិនបើខ្ញុំទទួលស្គាល់អ្នកចាស់ទុំជាម្ចាស់របស់ខ្ញុំវាមិនសមរម្យតតែសោះអូហូតើវាមានរឿងអ្វីកើតឡើងអារក្សគឺបានកវីដៃតើម្ចាស់របស់ឯងវាអាចខ្លាំងជាងខ្ញុំមែនទេនៅគេនិយាយម្លេះនៅក្នុងអាណាចក្រខាងលើជន់ផ្អៀងអាណាចក្រខាងលើនិយាយចឹងផ្កាយក៏គ្រោះណាពាក្យសម្ដីរបស់អារក្សគឺមានអារម្មណ៍ក្អើតកទមជាខ្លាំងហើយភាពក្អើតកទមរបស់គាត់ពិតជាមិនមែនជាភាពឈួតវីលានោះទេវាគឺមិនអាចទៅរួចទេសម្រាប់ជំនឿនៅក្នុងការដែលដឹងថាស្ដេចអារក្សគឺវាមានអត្តភាពបែបណានៅក្នុងពិភពអារក្សបំផន់គាត់គឺជាលំដាប់ទី2បន្ទាប់ពីអធិរាជអារក្សហើយគឺវាមានប្រជាជនរាប់ពាន់នាក់យន្តឈើគិតមួយសន្ទុះរួចក៏បានប្រើសម្លេងស្រាលៗដើម្បីកុំឲ្យប៉ះពាល់ទៅដល់ការគោរពខ្លួនឯងរបស់ដៃគូរួចនិយាយថាម្ចាស់របស់ខ្ញុំពិតជាមានអំណាចខ្លាំងជាងចវាយនាយទៅទៀតហាវាលេងសើចម្លេះអារក្សគឺវាបានសើចដូចជាឈួតនៅក្នុងទ្វីបមេឃដ៏ជ្រាលជ្រៅរបស់អ្នកគឺវាមានមនុស្សតិចជាង5នាក់ដែលអាចគូបកងទៅនឹងខ្ញុំបានតើវាអាចទៅរួចទេដែលម្ចាស់របស់អ្នកវាខ្លាំងជាងម្ចាស់ដៅស្ថានសួគ៌ដ៏មានអត្តពលទៅទៀត
យន្តឈើគឺមិនបានដឹងថាចវាយនេះដើរស្ថានសួគ៌នោះទេទោះជាយ៉ាងណាក៏ដោយអំណាចដ៏គួរឲ្យខ្លាចដែលម្ដេចគឺវាបានបង្ហាញនឹងការមើលងាយដែលនាងគឺបានបង្ហាញនៅពេលដែលនាងនិយាយអំពីពាក្យថាទ្វីបមេឃដែលជាជ្រៅគឺវាគ្រាន់តែជាក្របល្ងបើសូម្បីតែចវាយនាយគឺមិនអាចប្រៀបផ្ទឹមបាននឹងនាងអាចប្រើតែម្រាមដៃរបស់ម្លេះតែប៉ុណ្ណោះវាគឺជាការពិតណាស់ប្រសិនបើពាក្យទាំងនេះវាត្រូវបាននិយាយចេញអារៈគឺនឹងមិនជឿបើទោះបីជាវាត្រូវបានវិដំរហូតដល់ស្លាប់ក៏ដោយយន្តឈើវិលែងបញ្យល់ទៀតហើយនិយាយដល់ផ្ទាល់ថាខ្ញុំមិនដឹងថារៀនច្បងមានចេតនាល្អប៉ុន្តែខ្ញុំគឺមិនអាចទទួលយកបានទេខ្ញុំគឺមិនអាចធ្វើឲ្យចវាយបច្ចុប្បន្នរបស់ខ្ញុំគឺវាខឹងបាននោះទេនៅពេលដែលយន្តឈើគឺវាបានផឹកឈាមនាគចប់គាត់គឺវាបានបោះចានដែលមានឈាមនាគដែលវានៅសល់ហើយក៏វាអាចលេបចូលទៅក្នុងមាត់របស់គាត់បន្ទាប់មកគាត់វាបានប្រើចាននោះដើម្បីប្រាប់ទៅកាន់អារៈថាចានឈាមនាគនេះសូមចាត់ទុកវាគឺជាការសុំទោសរបស់ខ្ញុំមុនពេលដែលខ្ញុំត្រូវបានសម្លាប់រៀមច្បងអារៈគឺវាបានលើកចិញ្ចើមហើយគឺមិនបាននិយាយអ្វីទៀតទេវាបានលើកចានរបស់គាត់ហើយនឹងបានផឹកវាទាំងអស់ដូចគ្នាបន្ទាប់មកគឺវាបានប្រគល់ចាននោះទៅឲ្យយន្តឈើវិញហើយនិយាយថាបើអ្នកមិនទទួលស្គាល់ខ្ញុំធ្វើជាគ្រូរបស់អ្នកទេខ្ញុំក៏វាគ្មានសិទ្ធិអំណាចដែលបានដាក់សម្ពាធទៅលើអ្នកនោះទេប៉ុន្តែខ្ញុំគឺមិនអាចស៊ីសាច់ផឹកឈាមនេះដោយអត្ថប្រយោជន៍នោះទេបើទោះបីជាការកែលម្អកម្លាំងដ៏ជ្រាលជ្រៅរបស់អ្នកវាលឿនប៉ុណ្ណាក៏ដោយអ្នកនឹងមិនមានឱកាសពង្រឹងនិងវាធ្វើឲ្យសមិទ្ធផលរបស់អ្នកវាមានស្ថិរភាពនៅក្នុងសមរភូមិនោះទេនៅពេលដែលអ្នកប្រយុទ្ធជាមួយនឹងខ្ញុំវាគ្រាន់តែជាការប្រយុទ្ធឬការវិបហាទាំងអស់ដែលបានបញ្ចប់ក្នុងរយៈពេលដ៏ខ្លីតែប៉ុណ្ណោះហើយក៏វាគ្មានប្រយោជន៍ទាល់តែសោះចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងក្លាយទៅជាដៃគូប្រយុទ្ធរបស់អ្នកជាផ្លូវការជាក់ស្ដែងអារៈនៅតែចង់ណែនាំអំពីការវឹកហាត់មកដល់គាត់ការណែនាំអំពីវិធីវឹកហាត់ទៅកាន់មនុស្សម្នាក់ដែលវាចង់បានដែលវាត្រូវតែសម្លាប់គាត់ពិតជាឆ្ងល់មែនកំបង្ហាត់យន្តឈើចេះសម្លាប់គាត់មែនបើសូម្បីតែលឺរឿងនេះក៏វាចម្លែកនោះដែរទោះជាយ៉ាងណាក៏ដោយយន្តឈើក៏វាអាចយល់បានបន្តិចបន្តួចអំពីចេតនារបស់គាត់បានដកថយមួយជំហានហើយនិយាយថារៀមច្បងរាងកាយរបស់លោកគឺវាត្រូវបានចាក់សោបើទោះបីជាលោកវាចង់คล้ายទៅជាដៃគូនៃការវឹកហាត់របស់ខ្ញុំក៏ដោយវាហាក់បីដូចជាវាមិនសមហេតុផលអារៈគឺវាបានសើចហើយវាគិតថាវាគ្រាន់តែខ្ញុំវាជាប់ច្បាក់ខ្ញុំគឺមិនអាចវឹកហាត់ឲ្យវាអោជាមួយនឹងឯងមែនទេនៅពេលដែលគាត់និយាយចប់ដៃឆ្វេងរបស់អារៈគឺវាបានបញ្ចេញពន្លឺភ្លឹបភ្លែតជាមួយនឹងពន្លឺពណ៌ខៀវខ្ចីគណៈពេលដែលបាត់ដៃពណ៌ខៀវដ៏ធំក៏វាត្រូវបានលេចឡើងនៅចំពោះមុខគាត់ហើយវាបានហោះទៅរកយន្តឈើភ្លាមនេះគឺជាបាត់ដៃចម្លែកដែលបានវិបហាទៅកាន់គាត់ទៅមុននេះប៉ុន្តែនៅពេលនេះកម្លាំងនៃបាត់ដៃវាច្បាស់ជាវាត្រូវបានបង្ក្រាបដោយអារៈបើទោះបីជាវានៅតែមានកម្លាំងសង្កត់យ៉ាងខ្លាំងក៏ដោយវាគឺមិនគ្រប់គ្រាន់ដើម្បីកំទេចយន្តឈើទាំងស្រុងនោះទេរាងកាយរបស់គាត់គឺវាបានដកថយយ៉ាងលឿនចាប់ទៅកាន់ដាវនេះដើម្បីប្រឈមមុខទៅនឹងការវិបហាត្រង់នៅពេលដែលដាវរបស់គាត់គឺវាត្រូវបានវាចូលមកក្រោមអ្វីដែលវាលើអំពីការរំពឹងទុករបស់គាត់គឺថាបាត់ដៃពណ៌ខៀវនេះដែលវាគួរតែវាត្រូវបានបង្កើតឡើងតាមរយៈសមត្ថភាពមួយវាស្រាប់តែបានផ្លាស់ប្ដូរទិសដៅហើយក៏អាចផ្លាស់ប្ដូរដូចជាវាមានភាពវៃឆ្លាតនៅពេលដែលវាបានគេចអំពីដាវរបស់គាត់ក្រោយមករូបរាងរបស់វាក៏វាត្រូវបានផ្លាស់ប្ដូរនិងប្រែប្រួលទៅជារូបភាពព្រិចព្រិលដូចជានេះនៅក្នុងដៃរបស់គាត់គឺវាមានតែដាវដ៏ធ្ងន់នេះដែលវាមានពន្លឺពណ៌ខៀវខ្ចីនៅពេលដែលវាបានវាយ៉ាងខ្លាំងក្លាឆ្ពោះទៅរកស្មារបស់គាត់នៅក្នុងរយៈពេលកន្លះឆ្នាំនេះយន្តឈើគឺវាបានព្យាយាមប្រថុយជីវិតដើម្បីសម្លាប់អារៈនេះជាច្រើនដងហើយក៏វាត្រូវបានជួបប្រទះទៅនឹងពន្លឺពណ៌ខៀវដ៏ចម្លែកនេះដែលវាអាចដេកចេញអំពីកន្លែងណាជាច្រើនដងគាត់តែងតែប្រឈមមុខទៅនឹងអារៈមួយនិងពីរដងនៅពេលដែលពួកគេកំពុងតែបានប្រយុទ្ធហើយពន្លឺពណ៌ខៀវនេះគឺវាច្រើនតែបានលេចឡើងមួយផ្លែតតែប៉ុណ្ណោះដូច្នេះគាត់តែងតែជឿថានេះគឺជាស្នឹមពន្លឺនៃកម្លាំងដ៏ជ្រាលជ្រៅដែលបានលួចពីបហាហើយបន្ទាប់ពីស្នឹមពន្លឺដ៏ជ្រាលជ្រៅគឺវាត្រូវបានចាក់ចេញពីរាងកាយរបស់គាត់វានឹងវាបានចុះខ្សោយនៅពេលដែលវាបានលាតសន្ធឹងនិងបានចេញទៅខាងក្រៅនៅក្នុងគន្លងរបស់វាប៉ុន្តែឥឡូវនេះគាត់វាបានរកឃើញដោយការភ្ញាក់ផ្អើលថាពន្លឺពណ៌ខៀវនេះគឺមិនត្រឹមតែអាចមានរូបរាងផ្សេងគ្នានោះទេវាថែមទាំងលឿនទៀតផងហើយធម្មពលរបស់វាគឺមិនចុះខ្សោយទាល់តែសោះតាំងពីដើមមកដល់ចប់វាដូចជាសត្វចម្លែកមួយក្បាលដែលវាមានការគិតឯករាជ្យរបស់វាហើយវាអាចคล้ายទៅជាបាតដៃคล้ายទៅជាដាវឬคล้ายទៅជាខែលឬអាចคล้ายទៅជាលំពែងរួចក៏អាចคล้ายទៅជាភ្នំតូចនិងអាចคล้ายទៅជាភ្នំធំទោះបីជាអារៈគឺវាបានបង្ក្រាបអំណាចរបស់វាយ៉ាងល្អិតល្អន់ក៏ដោយក៏វានៅតែអាចបង្ក្រាបយន្តឈើរហូតមកដល់ចំណុចដែលវាអាចคล้ายទៅជាការភ័យខ្លាចលើសពីដល់លើលុបវាពិបាកជាងការប្រឈមមុខទៅនឹងអ្នកជំនាញដែលមានកម្រិតដូចគ្នាវាបានស្រែកខ្លាំងហើយការព្រះច័ន្ទគឺវាត្រូវបានរុញនៅក្នុងពន្លឺពណ៌ខៀវទៅម្ខាងបន្ទាប់មកវាបានដកថយយ៉ាងលឿនហើយវាបានសួរដល់ក្តីបារម្ភថារបស់នោះគឺជាអ្វីអារៈគឺបានញញឹមតិចដោយពន្លឺនៃដៃឆ្វេងរបស់គាត់ឡើងវត្ថុដែលវាបានប្រែទៅជាដាវធ្ងន់ក៏វាត្រូវបានប្រែคล้ายទៅជាពន្លឺពណ៌ខៀវរួចក៏បានចូលមកក្នុងដៃរបស់គាត់វិញនេះគឺជាចំណុចតាក់ទាញដ៏ជ្រាលជ្រៅរបស់ខ្ញុំវាត្រូវបានបង្កើតឡើងដោយការប្រើសរសៃដ៏ជ្រាលជ្រៅនៃខ្សែឈាម
ហើយវាត្រូវបានគ្រប់គ្រងទៅដល់ព្រលឹងរបស់ខ្ញុំវាគឺជាទម្រង់នៃធម្មពលពិសេសមួយដែលវាអាចមានដោយឯករាជ្យអំពីព្រលឹងរបស់ខ្ញុំហើយវាអាចប្រែក្លាយទៅជារបស់ជាច្រើនរាប់មិនអស់ហើយក៏អាចប្រើប្រាស់រចនាបទប្រយុទ្ធរបស់ខ្ញុំបានទាំងស្រុងវាគឺជាអត្តភាពដែលបានប្រទានដោយស្ថានសួគ៌ដែលបានមកដល់គ្រួសាររាជវង្សអាណាចក្រអារ្យបំភាន់តែប៉ុណ្ណោះចំណុចតាក់ទាញដ៏ជ្រាលជ្រៅយន្តឈរវាស្រាប់តែបាននឹកឃើញនៅពេលដែលលិញគង់គឺបាននិយាយអំពីអារ្យគាត់ធ្លាប់បាននិយាយថាអារ្យគឺវាមានសមត្ថភាពពិសេសមួយដែលហៅថាចំណុចតាក់ទាញដ៏ជ្រាលជ្រៅគាត់មិនដែលគិតថាចំណុចតាក់ទាញដ៏ជ្រាលជ្រៅគឺជារបស់ដ៏មានអានុភាពនិងចម្លែកបែបនេះទេវាហាក់បីដូចជាសិល្បៈដ៏ជ្រាលជ្រៅមួយប៉ុន្តែវាមិនមែនជាសិល្បៈដ៏ជ្រាលជ្រៅនោះទេយន្តឈើវាអាចធ្លាប់ស្គាល់ពីមុននោះទេបើតាមរយៈការប្រយុទ្ធរបស់គាត់ជាមួយនឹងចំណុចតាក់ទាញដ៏ជ្រាលជ្រៅពីមុននិងការពន្យល់ដ៏សាមញ្ញរបស់អារ្យអំណាចនៃចំណុចតាក់ទាញដ៏ជ្រាលជ្រៅវាអាចនិយាយបានថាគឺជារឿងអាត់កំបាំងនិងចម្លែកប្រភពដើមរបស់វាមិនត្រឹមតែបានមកអំពីសរសៃឈាមដ៏ជ្រាលជ្រៅប៉ុណ្ណោះទេវាក៏វាបានមកអំពីខ្សែជីវិតរបស់មនុស្សផងដែរការពិតនេះហាក់ដូចជាមិនអាចយល់បានសម្រាប់មនុស្សវាច្បាស់ណាស់ថាគឺជាទម្រង់នៃធម៌ពលប៉ុន្តែគឺមានកម្លាំងជីវិតផ្ទាល់ខ្លួនហើយវាក៏វាអាចមានឆន្ទៈឯករាជ្យការវិវហាដោយសេរីនិងការផ្លាស់ប្ដូរជាច្រើនផ្សេងគ្នាបើទោះបីជាសេរីភាពរបស់អារ្យវាត្រូវបានរឹតបន្តឹងក៏ដោយតែចំណុចតាក់ទាញដ៏ជ្រាលជ្រៅគឺវាត្រូវបានផ្លាស់ទីជំនួសគាត់ទៅវិញតាមរយៈការប្រយុទ្ធជាមួយនឹងអារ្យនៅពេលដែលគាត់បានបំពេញចំណុចតាក់ទាញដ៏ជ្រាលជ្រៅវាពិតជាវាស្មើទៅនឹងការប្រយុទ្ធជាមួយនឹងសត្រូវពីរនាក់ក្នុងពេលតែមួយនៅក្នុងពិភពលោកដ៏ធំល្វឹងល្វើយនេះពិតជាមានអត្ថកម្បាំងច្រើនមែនវិញ្ញាណដាវរបស់លិញយុនពិតជាវាអស្ចារ្យរួចទៅហើយប៉ុន្តែកម្លាំងចំណុចតាក់ទាញដ៏ជ្រាលជ្រៅនេះគឺវាមានអានុភាពខ្លាំងជាងវិញ្ញាណដាវរបស់វាច្រើនដងប្រសិនបើគាត់វាអាចបានប្រើវិធីបែបនេះដោយខ្លួនឯងតើអំណាចនៃការប្រយុទ្ធរបស់គាត់គឺមិនត្រូវបានសម្រេចនៅភាពប្រសើរឡើងនិងទៅដល់ភាពអស្ចារ្យប៉ុណ្ណានោះទេគាត់គឺវាបានសួរថាអ្នកចាស់ទុំអ្នកនិយាយថាចំណុចតាក់ទាញដ៏ជ្រាលជ្រៅនេះគឺជាអត្តភាពដែលស្ថានសួគ៌គឺបានប្រទានមកកាន់ក្រុមគ្រួសាររបស់អ្នកតែប៉ុណ្ណោះដូច្នេះតើនោះវាមានន័យថាវាគឺជាសិល្បៈដ៏ជ្រាលជ្រៅផ្ទាល់ខ្លួនរបស់អ្នកដែលអ្នកទាំងអស់គ្នាគឺមិនអាចបង្រៀនទៅដល់អ្នកដទៃទាំងអស់ឬសមត្ថភាពពិសេសពីកំណើតរបស់ប្រជាជនរបស់អ្នកដែលអ្នកដទៃគឺមិនអាចមានតាមរយៈការវឹកហាត់បានទេវាគឺជាការពិតណាស់វាគឺជារឿងចុងក្រោយអារ្យដែលវាត្រូវបានគេដាក់ឈ្មោះថាយន្តកាំងហៃគាត់មានភាពក្អើតក្ទមយ៉ាងជ្រាលជ្រៅនៅក្នុងសម្លេងរបស់គាត់នៅពេលដែលគាត់គឺបាននិយាយថាអាណាចក្រអារ្យបំភាន់គឺវាមានក្រុមគ្រួសារធំចំនួន12ដែលបានការពារវាហើយគ្រួសារយន្តរបស់ខ្ញុំគឺជាកម្លាំងដ៏ខ្លាំងបំផុតមួយហើយវាគឺដោយសារតែចំណុចតាក់ទាញដ៏ជ្រាលជ្រៅពីកំណើតនេះវាមិនត្រូវការដាំដុះណាមួយឡើយហើយវាក៏ជាធម្មជាតិនៅក្នុងពូជខ្សែឈាមរបស់ត្រកូលយើងនៅពេលដែលកម្លាំងដ៏ជ្រាលជ្រៅរបស់យើងទម្លុះចូលទៅកាន់អាណាចក្រមេឃវានឹងបានភ្ញាក់ឡើងភ្លាមនឹងហើយយន្តឈើនៅក្នុងអាណាចក្រផែនដីហើយយន្តឈើឡើងដល់អាណាចក្រមេឃដែរមានដូចគ្នាដែរពេលដែលអារ្យនិយាយដូច្នេះដៃឆ្វេងដែលវាបានបិទចិត្តគឺវាចាប់ផ្ដើមភ្លឹបភ្លែតដោយពន្លឺពណ៌ខៀវស្ងាត់នៅក្នុងកំណត់ត្រាដែលបព្វបរោះគឺបានបន្សល់ទុកគឺវាធ្លាប់បាននិយាយអំពីគ្រួសារយន្តដ៏ថ្លៃថ្នូររបស់យើងគឺជាកូនចៅនៃពូជពងព្រះពិតមួយចំនួនហើយចំណុចតាក់ទាញដ៏ជ្រាលជ្រៅនេះគឺជាសមត្ថភាពដែលមានតែព្រះពិតទេដែលវាអាចមានវាបាននៅពេលដែលគាត់និយាយអំពីចំណុចតាក់ទាញដ៏ជ្រាលជ្រៅមុខរបស់យន្តកាំងហៃគឺបានបង្ហាញអំពីភាពក្អើតក្ទមដោយសារតែនៅក្នុងរឿងព្រេងនិទាននេះគឺជាអត្តភាពដែលព្រះពិតគឺបានប្រទានមកដល់ពួកគេហើយវាក៏ជាហេតុផលដ៏រឹងមាំបំផុតដែលពួកគេបានឈរនៅក្នុងកំពូលនៅក្នុងអាណាចក្រអារ្យបំភាន់គាត់បាននិយាយយឺតថាចំណុចតាក់ទាញដែលអ្នកគឺវាបានឃើញឥឡូវនេះគឺវាមានពណ៌ខៀវខ្ចីប៉ុន្តែសម្រាប់មនុស្សផ្សេងគ្នានៅក្នុងតកូលរបស់ខ្ញុំពណ៌នៃចំណុចនៃការតាក់ទាញដ៏ជ្រាលជ្រៅរបស់ពួកគេគឺវាខុសគ្នាវាអាស្រ័យទៅលើថាតើអំណាចពីកំណើតរបស់ពួកគេគឺវាមានអានុភាពគ្រប់គ្រាន់ឬក៏អត់អំពីខ្សោយទៅដល់ខ្លាំងពណ៌នៃចំណុចតាក់ទាញគឺជាពណ៌ក្រហមទឹកក្រូចលឿងបៃតងខៀវស្វាយហើយនិងមាសកម្លាំងនៃចំណុចតាក់ទាញដ៏ជ្រាលជ្រៅវាត្រូវបានកំណត់នៅពេលដែលវាបានភ្ញាក់ឡើងហើយនេះគឺជាអំណាចពីកំណើតដែលនឹងមិនផ្លាស់ប្ដូរពេញមួយជីវិតរបស់ពួកគេនៅក្នុងត្រកូលរបស់ខ្ញុំ 90% នៃសមាជិកត្រកូលដែលមានចំណុចនៃការតាក់ទាញពណ៌ក្រហមនិងលឿងអ្នកដែលបានភ្ញាក់ឡើងជាមួយនឹងចំណុចតាក់ទាញពណ៌បៃតងនឹងคล้ายទៅជាទេពកោសល្យដែលវាពិបាកនឹងរកបានជាមួយនឹងចំណុចតាក់ទាញពណ៌បៃតងមនុស្សវាអាចបង្ហាញកម្លាំង 40% នៃអំណាចប្រយុទ្ធរបស់ពួកគេហើយអ្នកដែលបានភ្ញាក់ឡើងជាមួយនឹងចំណុចតាក់ទាញពណ៌ខៀវខ្ចីដៃរបស់យន្តកាំងហៃគឺវាចាប់ផ្ដើមភ្លឹបភ្លែតដោយបញ្ចេញពន្លឺពណ៌ខៀវដ៏អិចកតើមនៅក្នុងគ្រួសាររបស់ខ្ញុំវាអាចនិយាយបានថាវាគ្មាននរណាម្នាក់នៅក្នុងចំណោម 10000 ឆ្នាំនៅក្នុងចំណោម 10000 នាក់ដែលអាចសម្រេចបាននោះទេព្រោះវាអាចបង្ហាញអំណាច 50% នៃអំណាចប្រយុទ្ធរបស់ពួកគេឧទាហរណ៍ខ្ញុំជាមួយនឹងចំណុចតាក់ទាញដ៏ជ្រាលជ្រៅមួយនេះរបស់ខ្ញុំប្រសិនបើប្រៀបធៀបជាមួយនឹងអ្នកផ្សេងដែលមានការដាំដុះដូចគ្នា
ได้đượcขัดคำปรังปรายโดยขี้นังบ้านปลาปลักทนเทียนโดยขี้นังบ้านบ่อจะเพี้ยนโจแต่ขนมอาณาจักรสอบขี้ขยมนังวิเมียนทำมาโปรจานเชียงหาสับผีโรยในทำมาโปรสารบระบบกี้ลอยซาแต่ขยมวิเมียนจำนวนจัดติ้งเพราะคิ้วใจหมุนนี่โอ้จำนวนจัดติ้งครั้งจังนั่งไงยนเชิญก็ไม่สปอยนี่คือที่อำนาจได้จำนวนในการแตะติ้งแต่เจริญระบบตะโกระบบขยมได้เป็นเมียนในขนมกำลังโดยขี้โปรชีจนในตะโกระบบขยมอาจอย่างใหญ่บานท้าคือมันอาจเปรียบเต็มบ้านบาสมใบใต้จะมุ้ยนึงจำนวนแตะติ้งป้อกระหอมในขนมกำลังเตียบบังคับกระด้อยพวกเก๋อาจกำจัดกูไปเจอได้เมียนกำลังโดยขี้บ้านอย่างนี้สู้ใบดวงระบบยนเชื้อคือบ้านย้อเอาไว้ได้ยนต่างให้บ้านใหญ่มันเข้าตีอัตภิบในจำนวนแตะติ้งแต่เจริญคืออาจอาญาเอาอำนาจประยุทธ์ระบบพวกเก๋บ้านลึกนึงอาจกำติดเนี่ยดติบ้านในขนมกำลังโดยขี้นี่คือที่อำนาจในจำนวนแตะติ้งแต่เจริญวิกรอนแต่เชี่ยมเรียมได้มีได้แปรประตินหมกเอาให้ประชามุกเตยนั่งตู้ประเจงได้เป็นเมียนอำนาจในขนมจำนวนแตะติ้งแต่เจริญในเป้ได้เนี่ยในเป้ได้เนี่ยวิชบาเชี่ยกับปงจากบานประยุทธ์จีมุ้ยหนึ่งได้กู้ประเจงมาเนี่ยหนึ่งเตยดอกสายจีมุ้ยหนึ่งมันดูปีเนี่ยในขนมเป้ดำหนาขี้นั่งดอกสายปีเนี่ยโดยตาบนสงัดได้แต่คลังจี้จัดระบายยนเชื้อไปสลับแต่บานปูเป็นแต่ดอยกาจะนั้นได้มันอาจตุบตัวบ้านกวดคือเป็นสมัติเพียบสงัดกรุบประเภทอัมปีสายเชียมเปรี้ยก็โดยเฉพาะกวดวิอาจบังหายอำนาจประยุทธ์ได้แบบบานเลืออัมปีเนี่ยได้แบบบานเลืออัมปีเนี่ยฮัดได้เจริญได้แบบเมียนกำลังโดยนี้ปนใต้ประสันบากวดเป็นเมียนจำนวนแตะตีแบบนี้ได้คนไอ้นุกกลมเอาในใจใต้กำลังโดยนี้กวดไปกระทาบาตัวใบจะกู้ประกวดได้แบบเมียนอำนาจเลือมุ้ยกำลังก็ได้กวดน้อยแต่อาจกลมติดตัวเกบานอย่างนี้สู้มาลงมาตำหนักการยนเชื้อใบลงมาตำหนักการมั่งแต่จากกระซ้อนนี้มันเหมือนจิตสมาธิเพียบได้อาจจะตรวจบานตามระยะการประคับนุตีปนใต้บินเมียนในขนมปุ้ยในสายเชียมแต่มวยตายปนนอกจำนวนแกะติ้งดาวเจริญโปรคิวต้าบินเมียนอัตติปลคลังเชียงในได้ตียนเชื้อคือแบบบานซัวจีทอมาเจ็ดยนกังไห้คือแบบบานงูกระบ้าปนใต้ดำใบอาจได้จำนวนแกะติ้งโปรคิวในบ้านมันดูมันเนี้ยไปไตแต่เชียเตปกระซอในขนมจำนำเตปกระซอเวียปัจเจปิบารกสมใบแต่มวยในขนมจำนำมวยเลียนเนี้ยจำนวนแกะติ้งโปรคิวคือแบบอาจบังหาย60%ในอำนาจประยุทธ์ดาวมาระบบปุกี้จอมผู้สมัติเพียบได้บานบางฮันจำนวนแกะติ้งปวดสบายจัดซับเพียรอยนุคือจะอัตเพียบดอตีเวะในขนมประวัติศาสตร์ในตะโกระบักยมเวียทอมดาเมียนใต้มันเนี่ยตายปะปนเนาะได้หนึ่งบานเล็กล้างขนมระยะเป๊ะประมาณปอนชนามุนเนี่ยได้แบบบานได้จำนวนแกะติ้งเดือดเจริญปวดสบายเวียตายบานจัดตุกคือจะเนี่ยจำนวนเล็กมุ้ยในขนมอาณาจักรอาเดียบางพอนบานตัวเมื่อจำนวนแกะติ้งปวดมียนเชยคือแบบบานซัวได้ปรัชนาดอกเจริญก็ไปแต่บันดึกล้างดึกนกในระบาดเนี่ยจ้าสำเร็จระบาดกวาดคือแบบบันมาต่อแต่จ้าในเป้แต่กวาดคือบ้านใหญ่ยืดท้านุคือจะเรื่องเปรนิตินในขนมจำนำเรื่องเปรนิตินเวียคือจะจำนวนแตะติ้งดอกตีเพียบมุ้ยได้เหมือนปลายเล็กดังในขนมตะโกระบาดยืนดุตีจำนวนแตะติ้งปวดมีอาจบางฮันอัมพีอำนาจสารบระบาดมาดูมันเนี่ยบ้าน100%โจมหายเกยอาจใหญ่บานท้าวิมินสมาธิเพียบปีเสมุยจำนวนได้เชี่ยจำนวนแตะติ้งดอกเจริญเซนเทียดได้เหมือนเมียนปนใต้จำนวนแตะติ้งดอกเจริญนี้คือเชี่ยไว้มุ้ยได้เป็นเมียนแต่แปรปิดในเรื่องเปลี่ยนใต้ปะปนนอกได้เมียนวิอาจีกรรมสิทธิ์ระบบแปรปิดใต้ปะปนนอกหายเบี้ยคือมันอาจเพียงไรในขนมตะโกปัจจุบันระบบยืนหนุตีโดยเฉพาะนุกร้อนแต่เชี่ยสุบันดอสงบสงัดมุ้ยใต้ปะปนนอกเรื่องเปลี่ยนในเตียนคือมันอาจคลายแต่จีกาเปิดบานตีโอ้โหยนเชอคือแบบบานงูกบาได้ดังคลุนหายแบบบานคลายเตยจีขอบขณีต่างสร้างหรือสมาธิเพียบดอสกรรมระบบยนเชออะไรคือแบบอาจจะยังอัมพีเรื่องแต่งอ่ะดิจีมุ้ยหนึ่งกวดอัดฉุบเชอเอาไว้แต่กวดบ้านเป็นเยอะเหมือนตั้มใต้อำนาจในจำนวนแตะตีนในขนมดอกเจริญเจริญในขนมอาณาจักรใบสายบำพรนุติกวดคือแบบบานเป็นเยอะโดยมุตนะเพียบระบบปุกีในขนมกากาเปียกรูซาริจุวงผ่องได้ยนเชอคือบ้านเกิดมุ้ยสินทุกหอยเปลี่ยนนุคือบ้านในยัยท้าดอยซาแต่เนี่ยแบบอ่างทาเนี่ยคือเชี่ยมนุษย์โดยเฉพาะให้แต่ไว้บ้านเชี่ยประชีชนในขนมดอนดาวสถานสู้ดอกเมนอันพิษให้เนี่ยทาคือเจียเรียให้แต่ไว้บ้านเชี่ยกันไล่ได้เนี่ยแบบบานเมื่อไปให้ทาคือเจียนาจะอาเรียบำพรโอ้โหขนมบิชบาเจียมนุษย์เมนปนใต้อาณาจักรอาเรียบำพรระบอบยืนคือไปขออัมพีทวีปเมกดอกเจริญเจริญระบอบเนี่ยอาเรียคือบ้านในยัยยังสตุนท่าบัดตามแบบขนมแบบบานดังในขนมทวีปเมกดอกเจริญเจริญระบอบเนี่ยสายซับเพียร้อยคือเจียมนุษย์60%คือจีสัตว์สหายให้หนึ่งบ้านรู้มันโจขณีในขนมประเภทสัตว์ดอกเตยเตี้ยได้มันอาจจะรบมันโจมวยบานที่ตู้ชี้อย่างนากระด้อยในขนมอาณาจักรอาเรียบำพรระบอบขนม30%คือเจียมนุษย์นึ่งอาเรียก็โดยจีสัตว์สหาย10%เตี้ยในจำนวนประชาชนตีบอับซ้อรูปมันโจในขนมจำนำอาเรียได้มีอาเรียหนึ่งรูปกระเจียดสัตว์สลาบไตรวิญญาณหนึ่งสัตว์สหายกลุ่มประเภทก็โดยจีมนุษย์นั่งอาเรียรวมรู้โดยซ้อนติดเพียบให้คือมันได้ถือกาใบใจขณีหนุนลอยบาส่งใบแต่กาใบใจเราเวียงปุยซะ
ក៏វាគួរឲ្យធន់ទ្រាំខ្លាំងណាស់ពូជសាសន៍ទាំងពីរគឺមិនដែលខ្លាចឬប្រច័ណ្ឌគ្នានោះឡើយបើតាមពិតទៅក្រៅពីត្រកូលអតិរិយអរិយនិងវិញ្ញាណអរិយដែលវាទើបតែបានមកកើតឡើងថ្មីវាគឺមិនអាចទៅរួចទេនៅក្នុងការស្វែងរកអរិយសុទ្ធឬមនុស្សសុទ្ធនៅក្នុងអាណាចក្រអរិយបំផន់បានសេចក្តីថានៅក្នុងនៅជាមួយគ្នាវល់ទាំងអស់មកហើយអត់ប្រកាន់ពូជសាសន៍ទេអាណាចក្រអរិយបិសាចបំផន់វាត្រូវបានគ្រប់គ្រងទៅដោយអតិរិយអរិយហើយវាមានត្រកូលចំនួន12ដើម្បីការពារគ្រួសារអតិរិយគឺវាមានត្រកូលមនុស្សចំនួន6និងត្រកូលអរិយចំនួន6ហើយត្រកូលយន្តរបស់ខ្ញុំគឺវាខ្លាំងបំផុតនៅក្នុងចំណោមអាណាព្យាបាលទាំង12កន្លែងនោះគឺមិនដែលមានចំនួនពីមុនមកទេបើទោះបីជាខ្ញុំគឺជាមនុស្សក៏ដោយខ្ញុំគឺវាបានកើតឡើងនៅក្នុងអាណាចក្រអរិយបំផន់ហើយក៏វាមានកិត្តិយសនៅក្នុងការការពារពូជពង្សរបស់អតិរិយអរិយពេញមួយជីវិតរបស់ខ្ញុំការហៅខ្ញុំថាគឺជាអរិយមិនមែនជារឿងវាមិនសមរម្យនោះទេនៅក្នុងទ្វីបមេឃដ៏ជ្រាលជ្រៅពាក្យអរិយជាធម្មតាវាមានន័យថាពួកអវិជ្ជមានហើយមនុស្សដែលវាត្រូវបានគេហៅបែបនេះប្រកាសជាវាមានអារម្មណ៍មិនស្រួលយ៉ាងខ្លាំងបើទោះជាយ៉ាងណាក៏ដោយយន្តកាងហៃគឺមិនបានបង្ហាញប្រតិកម្មចំពោះការដែលត្រូវបានគេហៅថាអរិយបែបនេះនោះទេផ្ទុយទៅវិញគាត់គឺវាបានផ្ដល់ឲ្យយន្តឈើនៅអារម្មណ៍វាគួរតែវាដូចនេះមុនពេលដែលបានលើពាក្យចចាមរាមអំពីអរិយយន្តឈើគឺមិនដែលបានលើឈ្មោះអាណាចក្រអរិយបំផន់នោះទេហើយក៏មិនដែលបានឃើញកំណត់ត្រាឬរឿងព្រេងណាមួយដែលវាតាក់ទងទៅនឹងពួកគេនោះដែរជាក់ស្ដែងនោះគឺជាអត្តភាពដែលមនុស្សម្នាក់នឹងដឹងបានលុះត្រាតែបានឈានទៅដល់កម្រិតជាក់លាក់មួយវាហាក់បីដូចជាអ្នកគឺជាអ្នកចិត្តខាងនៃទ្វីបមេឃដ៏ជ្រាលជ្រៅប៉ុន្តែវាត្រូវបានបំបែកដោយចម្ងាយដែលមិនអាចបោះវែងបានហើយសមាសភាពនៃទម្រង់ជីវិតរបស់វាក៏វាខុសគ្នាទាំងស្រុងអំពីទ្វីបមេឃដ៏ជ្រាលជ្រៅផងដែរបន្ទាប់មកចុះទ្វីបពពកវិញរៀមច្បងវាធ្លាប់ឮអំពីទ្វីបពពកពខៀវដែរទេយន្តកាងហៃគឺបានសម្លឹងទៅកាន់គាត់ហើយទឹកមុខរបស់គាត់គឺវាធ្វើឲ្យបេះដូងយន្តឈើគឺវាបានលូតញាប់បន្ទាប់មកគាត់វាបានលឺគាត់គឺវាបានលឺគាត់និយាយយឺតថាពិភពដែលយើងវាត្រូវរស់នៅវាត្រូវបានគេហៅថាគឺជាពិភពកាយខៀវវាមានផ្ទៃទឹក 70% ហើយដែលវាបានដាច់ដោយឡែកពីគ្នាដែលវាមានទ្វីប3មួយគឺជាទ្វីបមេឃដ៏ជ្រាលជ្រៅទី2គឺជាទ្វីបអាណាចក្របិសាចបំផន់និងទី3គឺជាទ្វីបពពកពខៀវដែលអ្នកវាទើបតែបានលើកឡើងបេះដូងរបស់យន្តឈើគឺវាចាប់ផ្ដើមញ័រនៅពេលនេះព្រោះនេះគឺជាលើកដំបូងនៅក្នុងជីវិតរបស់គាត់ដែលគាត់គឺវាបានលើកឈ្មោះទ្វីបពពកខៀវស្ងាត់ចេញអំពីមាត់អ្នកដទៃពាក្យសម្ដីរបស់អរិយគឺមិនត្រឹមតែបានបញ្ជាក់អំពីអត្តភាពនៃទ្វីបពពកពខៀវប៉ុណ្ណោះទេវាថែមទាំងបានបញ្ជាក់ពីអ្វីដែលម៉ាលីសបាននិយាយពីមុនទៀតផងថាវាគឺវាមាននៅក្នុងពិភពលោកតូចមួយដូចគ្នាទៅនឹងទ្វីបមេឃដ៏ជ្រាលជ្រៅដែរគាត់គឺបានសួរភ្លាមដោយសម្លេងរំជើបបញ្ជួលថាបើដូច្នោះតើអ្នកវាបានដឹងពីរបៀបដែលបានទៅដល់ទ្វីបពពកដែរទេនៅចន្លោះនៃទ្វីបទាំង3គឺវាមានមហាសមុទ្រដ៏ធំធេងជាងអ្វីដែលអ្នកវាអាចសម័យដែលអាចបំបែកពួកវាចេញទោះជាយ៉ាងណាក៏ដោយបាននិយាយជារួមទ្វីបមេឃដ៏ជ្រាលជ្រៅក៏ដូចជាអាណាចក្របិសាចបំផន់គឺវានៅជិតគ្នាអ្នកជំនាញនៅក្នុងកម្រិតខ្ពស់បំផុតនៅក្នុងទ្វីបទាំងពីរវាយល់យ៉ាងច្បាស់អំពីទីតាំងរបស់ពួកគេទៅវិញទៅមកដូច្នេះដោយមានកម្លាំងគ្រប់គ្រាន់ពួកគេក៏អាចឆ្លងកាត់មហាសមុទ្ររវាងទ្វីបទាំងពីរនេះបានប៉ុន្តែចំពោះទ្វីបពពកខ្ញុំមិនធ្លាប់បានឮតែឈ្មោះរបស់វាតែប៉ុណ្ណោះនៅក្នុងកំណត់ត្រាពីបុរាណខ្ញុំមិនធ្លាប់ឮឈ្មោះរបស់វាមាននៅតែក្នុងកំណត់ត្រាពីបុរាណនៅក្នុងអាណាចក្រអរិយបំផន់តែប៉ុណ្ណោះប្រសិនបើកំណត់ត្រាមិនខុសទេវាពិតជាមានមែនប៉ុន្តែខ្ញុំគឺមិនដែលបានឮអំពីនរណាម្នាក់ដែលបានទៅដល់ទ្វីបនោះទេហើយខ្ញុំវាធ្លាប់បានឮអំពីមនុស្សតិចជាងនេះទៅទៀតដែលបានដឹងថាវានៅឯណាព្រោះពិភពលោកនេះពិតជាវាធំធេងណាស់មហាសមុទ្រពខៀវវាគ្មានព្រំដែនទេនឹងវាធ្វើឲ្យនរណាម្នាក់ដែលបានព្យាយាមរុករកនិងបានបាត់បង់ទឹកដៅនិងអស់កម្លាំងជីវិតទាំងអស់របស់ពួកគេរហូតមកដល់ពួកគេវាបានស្លាប់ប៉ុន្តែអ្វីដែលប្រកបនោះគឺថាចម្ងាយរវាងពីអាណាចក្រអរិយបំផន់និងទ្វីបមេឃដ៏ជ្រាលជ្រៅគឺវាពិតជាវាឆ្ងាយណាស់ប្រហែលជាវាមានទីតាំងនៅកន្លែងដាច់ស្រយាលបំផុតនៅក្នុងពិភពតូចមួយតែប៉ុណ្ណោះការរំភើបរបស់យន្តឈើវាស្រាប់តែបានរលត់ទៅវិញដោយក្តីបារម្ភជាច្រើនអរិយគឺវាមានអំណាចអរិយចាស់ដែលបានមកអំពីអាណាចក្របិសាចបំផន់អរិយបំផន់គឺវាបានដឹងអំពីអត្តភាពនៃទ្វីបពពកប៉ុន្តែគាត់វាគ្រាន់តែបានដឹងអំពីវាហើយបើសូម្បីតែគាត់ក៏មិនបានដឹងថាតើវាស្ថិតនៅទីណានោះទេហេតុអ្វីបានជាអ្នកវាស្រាប់តែបានសួរខ្ញុំអំពីកន្លែងមួយដែលវាមានតែនៅក្នុងរឿងព្រេងនិទានយន្តកាងហៃគឺគាត់បានសួរដោយទឹកមុខចម្លែកយន្តឈើគឺមិនបានឆ្លើយយន្តឈើគឺមិនអាចឆ្លើយដោយបើកចំហបាននោះទេហើយវាគ្រាន់តែបាននិយាយថាខ្ញុំមិនមានហេតុផលដែលខ្ញុំមិនត្រូវតែទៅទីនោះយន្តកាងហៃគាត់គឺវាលែងសួរទៀតហើយនិយាយដោយមិនពេញចិត្តប្រសិនបើអ្នកវាមានអំណាចគ្រប់គ្រាន់វាទុកឲ្យតែឆ្លងកាត់ពិភពលោកតូចមួយអ្នកក៏អាចថែមទាំងអាចធ្វើដំណើរឆ្លងកាត់លំហដ៏អាចកំបាំងយ៉ាងធំទូលាយនិងគ្មានទីបញ្ចប់តាមចិត្តមិនថាគឺជាពិភពលោកតូចឬពិភពលោកធំឬពិភពកាយដ៏អាចកំបាំងនោះទេអ្នកក៏អាចធ្វើដំណើរទៅតាមចិត្តចង់បានប្រសិនបើអ្នកពិតជាមានហេតុផលបែបនោះ
ចូលអ្នកខ្លាយទៅជាមនុស្សដ៏ខ្លាំងក្លាជីវិតរបស់អ្នក